សម្រាប់ថ្ងៃនេះនៅពេលដែលស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងតែកើនឡើងយ៉ាងតានតឹងហើយក៏នៅតែបន្តក្តៅគគុកសំណួរធំមួយដែលអ្នកវិភាគនយោបាយនៅប្រទេសជុំវិញពិភពលោកកំពុងតែសួរគ្នាទៅវិញទៅមកនោះគឺតើអ្វីនឹងកើតឡើងប្រសិនបើសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នោះបន្តលើសពីមួយខែសង្គ្រាមមួយនេះគឺបានចាប់ផ្ដើមឡើងបន្ទាប់ពីមានការវាយប្រហារយោធារួមរបស់ប្រទេសអាមេរិកនិងអ៊ីស្រាអែលទៅលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ដែលមានគោលបំណងបំពេញនៅសមត្ថភាពយោធានិងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះប្រតិបត្តិការមួយនេះក៏បានវាយប្រហារទៅលើមូលដ្ឋានយោធាស្ថានីយ៍មីស៊ីលនិងមជ្ឈមណ្ឌលបញ្ជាការជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ហើយក៏បានបង្កឲ្យមានការឆ្លើយតបយ៉ាងខ្លាំងពីភាគីអ៊ីរ៉ង់ដែលបានបាញ់មីស៊ីលនិងដ្រូនទៅលើមូលដ្ឋានយោធារបស់ប្រទេសអាមេរិកនិងអ៊ីស្រាអែលនៅក្នុងតំបន់វិញដូចគ្នាបើយោងតាម website The Washington Post នោះប្រសិនបើសង្គ្រាមមួយនេះបន្តលើសពីមួយខែអ្នកជំនាញយោធាជាច្រើនបានពំនានថាវាអាចនឹងបំផ្លាញនូវស្ថិរភាពទាំងមូលនៃតំបន់មជ្ឈិមបូព៌ាហើយមុនដំបូងនោះគឺសង្គ្រាមអាចនឹងពង្រីកទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់ដោយសារតែប្រទេសអ៊ីរ៉ង់គឺមានសម្ព័ន្ធមិត្តជាច្រើននិងក្រុមអ្នកគាំទ្រជាច្រើននៅក្នុងតំបន់ដូចគ្នាដូចជាក្រុមយោធានៅលីបង់និងក្រុមប្រយុទ្ធផ្សេងៗប្រសិនបើក្រុមទាំងនេះចូលរួមសង្គ្រាមទៀតគឺវាអាចនឹងធ្វើឲ្យចំនួននេះក្លាយទៅជាសង្គ្រាមនៅក្នុងតំបន់ដ៏ធំមួយហើយព័ត៌មានថ្មីៗក៏បានបង្ហាញថាការវាយប្រហារមីស៊ីលនិងដ្រូនបានកើតឡើងនៅក្នុងតំបន់ជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីការវាយប្រហាររបស់ប្រទេសអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ទាំងនេះគឺខ្ញុំក៏បានយកចេញពីប្រភពព័ត៌មាន The Guardian ដូចគ្នាដូច្នេះក្នុងមួយចំណោមនៃផលប៉ះពាល់ធំបំផុតនៃសង្គ្រាមយូរអង្វែងនេះគឺវិបត្តិសេដ្ឋកិច្ចពិភពលោកតំបន់មជ្ឈិមបូព៌ាគឺជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការផលិតប្រេងនិងឧស្ម័នធម្មជាតិប្រសិនបើសង្គ្រាមនេះបន្តកាន់តែយូរអ៊ីរ៉ង់អាចនឹងព្យាយាមបិទច្រកសមុទ្រដ៏សំខាន់មួយដែលគេហៅថា Strait of Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតនៅលើពិភពលោកប្រហែលជា1/5នៃប្រេងពិភពលោកដែលបានទៅយកមកប្រើប្រាស់នោះគឺត្រូវឆ្លងកាត់នៅច្រកសមុទ្រមួយនេះដូច្នេះហើយការរារាំងនៃការដឹកជញ្ជូនអាចធ្វើឲ្យមានតម្លៃប្រេងកើនឡើងខ្ពស់កាន់តែខ្លាំងហើយនឹងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកលផងដែរក្រៅពីសេដ្ឋកិច្ចសង្គ្រាមយូរអង្វែងក៏អាចបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់ប្រទេសដែលពាក់ព័ន្ធផ្ទាល់ហើយប្រទេសអ៊ីរ៉ង់ក៏មានប្រជាជនជាងប្រមាណ80លាននាក់និងផ្ទៃដីធំដែលធ្វើឲ្យមានការវាយប្រហារពីច្រកតែមួយនៃដែនអាកាសនឹងដែលអាចមិនគ្រប់គ្រាន់ដើម្បីបញ្ចប់សង្គ្រាមបានយ៉ាងឆាប់រហ័សនោះទេអ្នកវិភាគខ្លះក៏បាននិយាយថាការវាយប្រហារដោយយន្តហោះនិងមីស៊ីលអាចជាការបំផ្លាញគោលដៅយោធាបានប៉ុន្តែវាមិនអាចផ្លាស់ប្ដូរនៅរបបនយោបាយបានយ៉ាងងាយស្រួលនោះទេដូច្នេះហើយសង្គ្រាមវាអាចបន្តយូរជាច្រើនខែប្រសិនបើមិនមានការដោះស្រាយឬក៏ដំណោះស្រាយបែបការទូតណាមួយដែលច្បាស់លាស់បន្ថែមពីនេះទៀតប្រសិនបើសង្គ្រាមនេះបន្តកាន់តែយូរអាចនឹងមានហានិភ័យនៃការចូលរួមពីប្រទេសមហាអំណាចធំៗផ្សេងទៀតហើយប្រទេសទាំងនោះគឺមានដូចជាប្រទេសរុស្ស៊ីនិងប្រទេសចិនដែលអាចតាមដាននៅស្ថានភាពមួយនេះយ៉ាងជិតស្និទ្ធព្រោះតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាគឺអាចប៉ះពាល់ទៅដល់សន្តិសុខនិងសេដ្ឋកិច្ចពិភពលោកប្រសិនបើមានការចូលរួមពីប្រទេសមហាអំណាចកាន់តែច្រើនសង្គ្រាមគឺអាចក្លាយទៅជាចំនួនអន្តរជាតិធំមួយដែលអាចផ្ដល់នូវផលប៉ះពាល់ដល់ពិភពលោកទាំងមូលបានហើយវាមិនមែនត្រឹមតែប៉ះពាល់ដល់ប្រទេសធំៗដែលមានអំណាចទេសូម្បីតែប្រទេសផ្សេងៗនៅជុំវិញពិភពលោកជាពិសេសប្រទេសដែលនៅជិតខាងគឺសិតតែរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរម្យ៉ាងវិញទៀតសង្គ្រាមយូរអង្វែងក៏អាចបង្កឲ្យមានវិបត្តិមនុស្សធម៌ធំមួយផងដែរការវាយប្រហារយោធាអាចបំផ្លាញនៅទីក្រុងហេដ្ឋារចនាសម្ព័ន្ធនិងបណ្ដាលឲ្យមានជនភៀសខ្លួនរាប់លាននាក់ស្ថានភាពនេះក៏អាចបង្កឲ្យមានការខ្វះខាតអាហារថាមពលនិងសេវាសុខាភិបាលនៅក្នុងតំបន់រៀងៗខ្លួនផងដែរយ៉ាងណាក៏ដោយអ្នកវិភាគមួយចំនួនគឺជឿថាសង្គ្រាមគឺអាចបញ្ចប់មុនពេលដែលវាឈានដល់ដំណាក់កាលមួយដ៏ធ្ងន់ធ្ងរនោះហើយមានការព្យាករណ៍ជាច្រើនពីភាគីទាំងអស់អាចនឹងព្យាយាមស្វែងរកនៅកិច្ចព្រមព្រៀងឈប់បាញ់ឬក៏ដំណោះស្រាយនយោបាយបន្ទាប់ពីការបំផ្លាញសមត្ថភាពយោធាខ្លះៗបានកើតឡើងរួចមកហើយនេះការចរចាដោយប្រទេសកណ្ដាលឬក៏អង្គការអន្តរជាតិណាមួយអាចជួយបញ្ចប់ជម្លោះនិងកាត់បន្ថយនូវការតានតឹងនៅក្នុងតំបន់សរុបមកវិញប្រសិនបើសង្គ្រាមរវាងប្រទេសអាមេរិកនិងអ៊ីស្រាអែលដែលបញ្ឈរមុខជាមួយនឹងប្រទេសអ៊ីរ៉ង់នេះបន្តលើសពីមួយខែគឺវាអាចនឹងប៉ះពាល់ហើយនឹងបង្កនៅបញ្ហាធំៗដល់តំបន់មជ្ឈិមបូព៌ាទាំងមូលនិងពិភពលោកផងដែរគឺវាអាចនាំឲ្យមានការតានតឹងនិងរាលដាលទៅកាន់ការពង្រីកនៅសង្គ្រាមនៅក្នុងតំបន់
ដូចជាការកើនឡើងនៃតម្លៃប្រេងវិបត្តិសេដ្ឋកិច្ចនិងបង្កឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខអន្តរជាតិដូចគ្នាដូច្នេះហើយពិភពលោកកំពុងតែតាមដានអំពីស្ថានភាពមួយនេះយ៉ាងជិតស្និទ្ធនិងសង្ឃឹមថាមានការចរចាការទូតនិងការចរចាមួយនេះវានឹងអាចបញ្ចប់ចំនួនមួយនេះបានមុនពេលវាប្រែក្លាយទៅជាសង្គ្រាមដ៏ធំមួយដែលអាចប៉ះពាល់ទៅដល់មនុស្សរាប់លាននាក់នៅលើពិភពលោកបានដូច្នេះហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូមួយនេះពីដើមដល់ចប់ដែលបានទទួលនៅព័ត៌មានសង្ខេបពីរូបខ្ញុំបានខ្ញុំសូមអរគុណសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗយ៉ាងឆាប់រហ័ស